បងប្អូនឃើញបងកូនត្រីឲ្យទឹកស្លលឿងហ្នឹងកុំច្រឡំថាសម្លសម្លក់នេះមិនមែនជាសម្លសម្លក់ទេបងប្អូនគឺសម្លម្ជូរណាបងប្អូនធ្លាប់ស្លម្ជូរចាដាក់ល្មៀតអត់បើបងប្អូនអត់ធ្លាប់ស្លម្ជូរដាក់ល្មៀតទេបងប្អូនអាចទស្សនាវីដេអូនេះខ្ញុំភ្លេចបញ្ជាក់បងប្អូននេះមិនមែនម្ជូរគ្រឿងទេណាគឺម្ជូរស្រែចាហើយក្នុងម្ជូរស្រែរបស់យើងនេះគឺយើងមានកូនត្រីចង្វាក៏ដូចជាខ្នុរថ្ងៃហ្នឹងនេះខ្ញុំស្លម្ជូរខ្នុរហើយដាក់ប្រហុកដាក់អីមកបងប្អូនបើបងប្អូនអត់ចេះហូបប្រហុកដាក់កាពិក៏កាន់តែឆ្ងាញ់ដូចគ្នាមានអំពិលទុំចាមានក៏ដូចជាកាពឹសដែលនេះខ្ញុំបានស្រុះទុកហ្នឹងហើយនាងខ្ញុំឆ្លងថ្ងៃហ្នឹងបងជាមួយនឹងម្អមបើបងប្អូនចង់ដាក់ម្រះព្រឹកក៏បានដែរអត់បញ្ហាទេគ្រឿងផ្សំរបស់យើងងាយនឹងឯងស្រាប់ស្លម្ជូរប៉ុន្តែអ្វីដែលប្លែកហ្នឹងគឺស្លម្ជូរខ្នោហើយមានដាក់រំនាងខ្ញុំធ្លាប់ស្លម្ជូរធម្មតាហ្នឹងដាក់ល្មៀតមានបងប្អូនរបស់យើងនឹងមួយចំនួនគាត់អត់ធ្លាប់ដាក់គាត់ស្ដីបន្ទោសថាឲ្យនាងខ្ញុំឌីលថ្មីយើងសពប៉ុណ្ណាបងប្អូនប៉ុន្តែបើអ្នកដែលគេធ្លាប់ឲ្យស្លដាក់ល្មៀតគេដឹងថាឆ្ងាញ់ល្មៀតចាអាចស្លធ្វើឲ្យពណ៌សម្លរបស់យើងមានពណ៌ស្រស់ស្អាតហើយក៏អាចជួយកាត់ក្លិនឆ្អាបរបស់កូនត្រីបានដែរបងប្អូនហើយក្លិនសម្លរបស់យើងរៀងប្រហើរឈ្ងុយស្រាប់ឡោះម្ជូរបងល្មៀតហ្នឹងមិនមែនយើងបងគ្រប់ស្លទេហើយណាមួយអាស្រ័យលើបងប្អូនតាមតំបន់ខ្លះគាត់ជួយចិត្តសឹងអាស្លដំដាក់បុកដាក់រហូតអញ្ចឹងឯងតែមិនមែនបុកជាលក្ខណៈចាបុកគ្រឿងបុកអីទេគឺយើងក៏បុកវាជាមួយខ្ទឹមមួយអីម៉ត់មកបងប្អូនជួយចិត្តហូបរៀងស្លម្ជូរហិលបងប្អូនអាចបុកម្ទេសដាក់ឲ្យហើយក៏បានសម្រាប់ស្លម្ជូរខ្នោរបស់យើងនេះបងប្អូននឹងស្រាប់បើសិនជាយើងអត់ដាក់ជាមួយល្មៀតទេគឺសម្លរបស់យើងស្លេកទេបងប្អូនឲ្យមើលទៅអត់ទំនងគួរឲ្យចង់ហូបទេហើយយើងដាក់ក៏មិនមែនយើងដាក់ច្រើនខ្លាំងពេកហើយយើងដាក់ល្មៀតមួយកូនក្តៀងទូចមកហើយវាក៏មិនមែនជាមានគ្រឿងមានអីដូចយើងស្លម្ជូរគ្រឿងអីដែរចឹងពេលដែលនាងខ្ញុំបុកគ្រឿងផ្សំមានខ្ទឹមល្មៀតអីរួចរាល់ហើយក៏ដាក់តាមទឹកពុះយើងដាក់គ្រឿងនឹងចូលមួយប្រហុកហើយបន្ទាប់មកយើងចាប់ផ្ដើមចាបងមួយត្រីរបស់យើងមកពុះមកយើងដាក់ខ្នុរមួយសន្ទុះចាំយើងបងជាមួយនឹង7ទុំអីណាបងប្អូនកុំឲ្យទុកយូរពេកខ្នុរវាផុយហើយកុំឲ្យឆាប់ដាក់ពេកក៏វាស្វិតទៅបន្លែខ្នុរបើសិនជាស្វិតពេកក៏អត់ឆ្ងាញ់ផុយពេកក៏អត់ឆ្ងាញ់ដែរបងប្អូនអញ្ចឹងយើងឃើញវាមកល្មមយើងអាចភ្លក់មើលថាវារៀងផុយមកល្មមហើយបងម្ជូរមកបន្ទាប់មកចាំយើងបងជាមួយនឹងកាពឹសហើយចុងក្រោយពេលឆ្អិនគឺដាក់ចាំអមមករួចជាស្រេចហើយរបៀបស្លគឺងាយបងប្អូនរបៀបស្លម្ជូរគឺមិនពិបាកទេតែស្លម្ជូរនេះប្លែកខុសគេត្រង់ថាដាក់ល្មៀតដាក់អីចឹងណាបងប្អូនឃើញទេសម្លគួរឲ្យចង់ទទួលទានមែនទៅវីដេអូហ្នឹងមានតែប៉ុណ្្នឹងហើយបងប្អូនចង់ដឹងពីនាងខ្ញុំកុំភ្លេចចូលទៅកាន់ page នាងខ្ញុំបានចាវីដេអូត្រឹមពេល3នាទីទេប៉ុន្តែបើសិនជាថតហើយនឹងកាត់វីដេអូគឺមិនមែន3នាទីទេគឺយូរដែរបងប្អូនចាហើយវីដេអូនេះនាងខ្ញុំថតរៀងយូរគ្រាន់ដែរបងប្អូនដោយសាររវល់អត់បានកាត់អញ្ចឹងទើបតែកាត់ផុសជូនបងប្អូនមើលបើសិនជាបងប្អូនពេញចិត្តនៅវីដេអូនេះកុំភ្លេចជួយ like និង share ចា page នេះខ្ញុំមួយផងហើយក៏ដូចជាចាជួយ comment បើសិនជាបងប្អូនធ្លាប់ឬមិនធ្លាប់ទទួលទានអរគុណច្រើនជម្រាបលាបាយបាយ